ទុកប្រាម្ដងទៀតជាការសន្សំសំចៃដោយគាត់គឺមានឈ្មោះ Thamson Robert ក្រោយពីបានរៀបការជាមួយនឹង Christina អ្នកទាំងពីរក៏បានរួមរស់នៅជាមួយគ្នាដោយការសន្សំសំចៃជាពិសេសគឺលោក Mason ក៏បានយកចិត្តទុកដាក់ទៅលើរឿងនេះជាពិសេសហើយនិយាយបានថាគាត់តាមដានការចំណាយរបស់ភរិយាគ្រប់ពេលតែម្ដងបើថ្ងៃណាឃើញសារជូនដំណឹងប្រពន្ធរបស់គាត់ទិញទឹកផ្អែមញ៉ាំគឺគាត់នឹងខលទៅស្ដីឲ្យភ្លេចថាទិញរបស់ដែលមិនគួរចំណាយវាពិតជាគួរស្ដាយណាស់ទោះបីជាភរិយាមិនសូវជាចូលចិត្តរបៀបនៃការរស់នៅបែបនេះតែនាងនៅតែអាចទទួលយកបានធ្វើមិនប្តីយើងហើយបើយើងជ្រុលជាស្រឡាញ់ហើយគ្រាន់តែចាយលុយរឿងពិបាកបន្តិចតែគ្រប់យ៉ាងគឺជាការសន្សំរួមហើយដូចខ្ញុំនិយាយមុននឹងអញ្ចឹងលោក Mason ក្រោយពីប្រើទឹកខ្ពុលមាត់រួចគឺគាត់បានខ្ជិះដាក់ដបមួយទៀតដើម្បីទុកប្រើនៅពេលក្រោយព្រោះថាបើខ្ជិះចោលគឺខ្លាចខាតចំណែកក៏អីដែលបាក់ជំនួសឲ្យការជួសជុលឡើងវិញឲ្យសមរម្យឬក៏បោះចោលគាត់បែរជាយកស្កុតដែលប្រើសល់រុំដើម្បីប្រើប្រាស់ទៅវិញចំណែកឡានខូចបើសិនជានៅជិះបានគឺគាត់មិនធ្វើនោះឡើយពលឲ្យទៅជិះកើតបានខ្លះគឺគាត់នៅតែបន្តជិះមិនចង់ធ្វើទេព្រោះស្ដាយលុយដល់ថ្នាក់ប្រពន្ធគាត់លេងហ៊ានប្រើប្រាស់ឡាននឹងពេលចង់ចេញទៅក្រៅខលមុតឲ្យមកយកតែម្ដងបើសិនជាលោកទៅផ្សារផ្ទាល់ប្រពន្ធជាអ្នកសរសេររបស់ដែលត្រូវទិញប៉ុន្តែរបស់ដែលបានមកគឺមិនដែលដោយការសរសេរនោះទេជាក់ស្ដែងប្រពន្ធឲ្យទិញម្ទេសផ្លោកខៀវបើគាត់ឃើញថាវារឿងថ្លៃពេកគឺគាត់នឹងទៅទិញម្ទេសមួយប្រភេទទៀតដែលមានតម្លៃធូរថ្លៃជាងនឹងហើយឲ្យតែបានចូលហាងម្ដងគឺគាត់មិនដែលភ្លេចនោះឡើយក្នុងការទៅសួរនាំបុគ្គលិកហាងរោគរបស់ណាដែលផុតអាយុសូមគេយកមកប្រើប្រាស់ free ដោយមិនអស់លុយហើយពិតណាស់មួយគ្រួសាររបស់គាត់មិនមែនគាត់រិះតែម្នាក់ឯងនោះទេបើសិនជាថ្ងៃណាមួយមានពិធីជប់លៀងបងប្អូនសាច់ញាតិបងប្អូនគាត់ទាំងអស់នឹងឲ្យតែបានជួបគ្នាពេលណាមិនដែលអួតរឿងអ្នកណាមានរបស់ប្រើប្រាស់ល្អៗជាងនោះទេតែពួកគេនឹងអួតគ្នាថាអ្នកណាប្រើរបស់ថោកជាងហើយបើបានរបស់ដែលប្រើប្រាស់ជាប់ខ្លួននឹងសុំគេមក free គឺថាឈ្នះតែម្ដងក្រោយពីសង្គ្រាមត្រូវបានបញ្ចប់អ្វីដែលខ្ញុំកត់សម្គាល់ក្នុងរយៈពេលជិត2ខែកន្លងមកនេះប្រជាជនខ្មែរជាច្រើនដែលមានផ្ទះនៅតាមខ្សែបន្ទាត់ព្រំដែនមួយចំនួនគឺពួកគាត់មិនអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននោះទេដោយសារតែផ្ទះរបស់គាត់ត្រូវបានសៀមព័ទ្ធបន្លាលួសអស់និងផ្ទះមួយចំនួនទៀតត្រូវបានវាយបំផ្លាញចោលធ្វើឲ្យពួកគាត់នៅតែបន្តជាជនភៀសសឹកដដែលហើយបើងាកមកមើលជំនួយវិញគឺស្ទើរតែស្ងាត់ឈឹងតែម្ដងពលគឺលេងសូវមានអ្នកជួយខឹកខាក់ដោយការពីមុនទៀតហើយធ្វើឲ្យពួកគាត់រស់នៅជាមួយនឹងភាពខ្វះខាតខ្លាំងមែនទែនតែមុននឹងខ្ញុំបានឃើញទង្វើដ៏គួរឲ្យគោរពមួយរបស់ក្រុមហ៊ុន Boostrong ដែលគ្រាន់តែឃើញភ្លាមគឺថារំភើបចិត្តតែម្ដងដែលគេបានរៀបចំកម្មវិធីជ្រូកខ្វៃនៃសេចក្តីស្រឡាញ់ជូនដល់ជនភៀសសឹកនិងបងៗវីរៈកងទ័ពឃើញលើកជ្រូកមកទាំងមូលគឺថាទំនងខ្លាំងមែនទែនហើយកម្មវិធីការរៀបចំជ្រូកខ្វៃនៃសេចក្តីស្រឡាញ់នេះគឺគេនឹងបន្តធ្វើឡើងនៅថ្ងៃទី14កុម្ភៈលើសពីនេះទៀតនោះបន្ទាប់មកទៀតនៅថ្ងៃទី15-16 Boostrong នឹងបន្តធ្វើជ្រូកខ្វៃចាប់ឆាយរួមទាំងមីឆាអាយុវែងជូនដល់ជនភៀសសឹកនិងបងៗវីរៈកងទ័ពបន្ថែមទៀតពេលឃើញហើយពិតជារំភើបនិងគួរឲ្យសរសើរខ្លាំងមែនទែនទោះបីជាពេលនេះការជួយមួយចំនួនធំត្រូវបានស្ងប់ស្ងាត់និងមានការកាត់បន្ថយយ៉ាងខ្លាំងតែបើងាកមកមើលក្រុមហ៊ុន Boostrong វិញគឺគ្មានឡើយពាក្យថាស្ងាត់ដោយពួកគាត់នៅតែបន្តជួយដល់ជនភៀសសឹកឥតឈប់ឈរតែម្ដងគឺជួយរហូតតាំងពីសង្គ្រាមលើកទី1មកម្ល៉េះចឹងហើយដើម្បីដឹងគុណទឹកចិត្តដ៏ថ្លៃថ្លាមួយនេះបងប្អូនកុំភ្លេចជួយ share ម្នាក់មួយដើម្បីអរគុណដល់ក្រុមហ៊ុន Boostrong ទាំងអស់គ្នា